ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី1ផងដែរតែថ្ងៃនេះគឺនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅភ្នំការីរម្យទេសភាពនៅក្នុងខេត្តនេះគឺស្អាតយកតែមែនតែនដូចជាក់ស្ដែងនៅក្នុងខេត្តនេះគឺមានរលឹមឬមួយក៏ភ្លៀងទៅតាមកន្លែងចឹងទៅហើយទេសភាពដូចនិយាយពីដើមចឹងបងប្អូនគឺថាស្អាតមែនតែនប្រសិនជាបងប្អូនពុកម៉ែតនេពីការងារអាចមកទស្សនាបានហើយកុំមកថ្ងៃសៅរ៍អាទិត្យព្រោះតាមសួរនាំទៅគឺថាស្ទះពេញហ្នឹងចឹងមកច័ន្ទដល់សុក្រអីគឺល្អផ្លូវឡើងទៅខាងលើឥឡូវមានការដាក់កាហ្វេទៀតល្អមួយយ៉ាងដែរគឺមានអារម្មណ៍ថាអែមនៅ3ថ្ងៃរំពេះចាមកជាលើកទីម៉ានទេណាគេបាក់កងមែនទៀតជាមកគោឡើងយូរដែរមកទៀត10គោហ្នឹងពីមកចូលដាក់បានពីមកហើយដាក់មើលដូចរាល់ដងអញ្ចឹងនៅពេលដែលឡើងភ្នំការីរម្យគឺតែងតែចូលកាហ្វេនេះគឺឥឡូវមានការបន្ថែមតទៅជាមួយនឹងការតាំងសភៅតាំងអីទៀតមើលទៅតំណងដែរតាគ្មានអ្នកស្គាល់គេងជ្រោះខ្លួនចឹងហើយពេលមកដល់គឺថ្ងៃបាត់អាប់ក៏អស់តែអីចាំលោតទៅពេលល្ងាចចាប់ដើមរលឹមហើយមានអាប់ធម្មតានិយាយទៅទេសភាពពេលព្រឹកនិងពេលល្ងាចម្យ៉ាងម្នាក់ចុះអាប់ម្យ៉ាងម្នាក់គឺស្អាតដូចគ្នានិយាយទៅ Van Light Hurt គ្រីរំហៀលតែ